ដំណើរកំសាន្តមកលេងភ្នំតកបងប្អូនខ្លះមួយចំនួនគាត់ថាខែនេះមានភ្នំតកតាមពិតភ្នំតកនេះគឺអត់ដែលរលាយទេគឺមួយឆ្នាំត្រង់ឆ្នាំគឺវានៅរហូតcònតែមានតិចហើយច្រើនគឺហៅថា Mount Rainier ហើយខ្ញុំមកសំណាងខ្លាំងមែនទែនបងប្អូនឃើញមានធ្លាក់ព្រិលហើយមើលឃើញភ្នំនឹងទៀតពេលខ្ញុំឡើងពីជើងភ្នំរហូតដល់កំពូលភ្នំមើលភ្នំហ្នឹងគឺមើលអត់ឃើញទេដោយសារមានអាប់ពពកបាំងពេញហ្នឹងតែម្ដងស្រាប់តែពេលខ្ញុំចុះមកដល់ជាងគេហៅថាមួយដំណាក់ទៀតចឹងណាមានគេហៅថាមានទឹកជ្រោះធ្លាក់អីចឹងណាឈប់លេងយ៉ាងមកស្ទុះក៏វាចាប់ផ្ដើមបើកថ្ងៃឡើងវិញក៏ខ្ញុំជិះឡើងទៅវិញដើម្បីទៅថតភ្នំនឹងឲ្យបងប្អូនបានឃើញទស្សនាអញ្ចឹងអ្នកខ្លះមកបានឃើញថ្ងៃលិចអ្នកខ្លះបានឃើញអីទស្សនវិជ្ជាផ្សេងផ្សេងប្លែកៗពីគ្នាដោយសារមួយរដូវវាប្លែកពីគ្នាខុសៗគ្នាតែម្ដងហើយទស្សនវិជ្ជាតាមផ្លូវនេះខ្ញុំថតឲ្យបងប្អូនមើលនេះក៏បានចូលមកញ៉ាំអីហៅថាទ្របពួនបន្តិចហើយក្នុងនេះគឺរបៀបបងប្អូននឹងស្រាប់ហើយគឺនេះយើងញ៉ាំបែបនំក្រូសង់ហើយមានក្រែមមានអីផ្សេងៗអញ្ចឹងណាអញ្ចឹងយើងញ៉ាំទ្របពួននៅលើកំពូលភ្នំហ្នឹងក៏មានដែរប៉ុន្តែខែក្តៅមិនគេមានលក់ច្រើនតែខែត្រជាក់អញ្ចេះគឺតាមរយៈពេលទៀតទេគេបិទហើយដោយសារវាជារដូវតកកធ្លាក់ពេកយើងអត់អាចឡើងជិះបានទេដោយសារវាដូចជាភ្នំបូកគោយើងអញ្ចឹងវាខ្វាត់ខ្វែងហើយវាច្រឡងខ្ពស់ជ្រៅអីចឹងណាអញ្ចឹងយើងពិបាកនៅក្នុងការឡើងដល់តែគេបិទចរាចរណ៍ឲ្យមានការលក់ដូរនិយាយគេអត់ឲ្យឡើងតែម្ដងគេបិទព្រួយខ្លាចគ្រោះថ្នាក់ព្រួយវាច្រឡងឈួសជ្រៅហើយដូចបងប្អូនបានឃើញរូបភាពដែលខ្ញុំដាក់ឲ្យឃើញទស្សនានៅគេហៅប៉ាណូគេទូចអីចឹងណាទស្សនវិជ្ជាពេលរដូវផ្ការីកចឹងណាគឺភ្នំហ្នឹងគឺមើលឃើញស្រឡះច្បាស់ស្អាតតែម្ដងហើយឃើញភ្នំនៅកកស្អាតមែនទែនមើលទៅដូចភ្នំ Fuji នៅជប៉ុនអីចឹងណាហើយមានផ្កាមានភ្ញីអីច្រើនអាហ្នឹងខែរដូវខែគេហៅថា summer ខែរដូវមានផ្កាមានអីចឹងប៉ុន្តែបើបងប្អូនចូលចិត្តអាកាសធាតុត្រជាក់មានព្រិលធ្លាក់អីចឹងបងប្អូនមកខែនេះគឺត្រូវតែម្ដងដោយសារវាធ្លាក់ព្រិលហើយឲ្យតែនៅគេហៅថាម្ដុំតំបន់ភ្នំគឺមានការធ្លាក់ព្រិលឡើងតែបណ្ដានៅកណ្ដាលទីក្រុងវាអត់ទាន់មានធ្លាក់ព្រិលទេធម្មតាខែ12ទៅខែ1បានគេចាប់ដើមធ្លាក់ហើយឃើញទស្សនវិជ្ជាតាមផ្លូវស្រស់ស្អាតខ្លាំងមែនទែនហើយបើកថ្ងៃនេះគឺបើកក្តៅបងប្អូនចាំងថ្ងៃក្តៅខ្លាំងមែនទែនហើយនេះគឺជាទឹកជ្រោះដែលគេវាហូរមកអញ្ចឹងណាតែដល់តាខែនេះវាអស់ទឹកជ្រោះហើយវាអត់លែងសូវមានហើយវាហួតរាំងគ្រីមអស់ហើយតែតាមផ្លូវហ្នឹងគឺចាប់ដើមមានព្រិលហើយបងប្អូនឃើញតាមផ្លូវហ្នឹងសិតថាដុំព្រិលតែគេឈូសយកទៅដាក់គៀនមួយចាហៀងអញ្ចឹងណាតែបើយើងធម្មតាវានៅកណ្ដាលផ្លូវអញ្ចឹងជន់ទៅបែកម៉ាំផែកពេញនឹងតែម្ដងអញ្ចឹងកាន់តែធ្លាក់រាល់ថ្ងៃវាកាន់តែច្រើនទៅខាងគេហៅថាអ្នកភ្នាក់ងារបោសសម្អាតព្រិលអីហ្នឹងគឺគេបោះអត់តាន់ទេចាប់ដើមច្រើនទៅអញ្ចឹងបានគេបិទអត់ឲ្យឡើងទេកុំឲ្យមានគ្រោះថ្នាក់ព្រួយវាកាន់តែព្រិលច្រើនទៅខ្លាយជាដុំតកហើយនេះបងប្អូនឃើញទស្សនវិជ្ជាដែលនៅក្នុងកន្លែងគេញ៉ាំអីចឹងណាពីមុនគឺអ៊ូអខ្លាំងមែនតើតែឥឡូវគេបិទហើយនេះគេបង្ហាញថាលើភ្នំតកហ្នឹងមានសត្វអីខ្លះហើយនៅលើហ្នឹងគេមានលក់អីញ៉ាំតែដូចដឹងស្រាប់ហើយខែល្ងាអញ្ចឹងកន្លែងលក់អីផ្សេងហ្នឹងគេមិនសូវចង់លក់ទេគេបិទមួយចំនួនអញ្ចឹងបើខ្លះអត់ខ្លះតែបើខែក្តៅអញ្ចឹងសបោអីញ៉ាំសបោអីដល់ខែល្ងាអញ្ចឹងគេមិនសូវលក់ទេព្រោះគេដឹងថាលក់តិចតួចអញ្ចឹងទៅក៏តិចទៀតក៏គេបិទចរាចរណ៍គេលែងឲ្យឡើងមកលេងភ្នំនឹងហើយកាលពីឆ្នាំមុនខ្ញុំគុំឡើងបងប្អូនគឺមកទៅឡើងអត់កើតទេដោយសារគេបិទគេអត់ឲ្យឡើងទេព្រោះខ្ញុំមកហ្នឹងគឺចុងខែ12ហើយដល់អញ្ចឹងគេបិទវាធ្លាក់ព្រិលពេកអញ្ចឹងណាអត់ឲ្យឡើងទេតែលើកនេះខ្ញុំមកដើម្បីមើលស្លឹកឈើជ្រុះអញ្ចឹងបងប្អូនឃើញហើយនៅតាមបណ្ដាដងផ្លូវអីស្លឹកឈើជ្រុះខ្ញុំមកនេះវាចង់ខកបន្តិចហងវាឡេតចង់10ថ្ងៃជាងណាតែធម្មតាគឺស្លឹកឈើមានពណ៌ក្រហមពណ៌លឿងវាចាប់ផ្ដើមស្អាតពេញហ្មងណាតែឥឡូវខ្ញុំមកនេះវាជ្រុះខ្លះអស់ខ្លះហើយនៅពេលឡើងភ្នំតកបែបនេះខ្ញុំណែនាំបងប្អូនឲ្យពាក់ស្បែកជើងក្រាស់ដែលមានកាឡាព្រោះពេលឡើងលើភ្នំតកអញ្ចឹងវាល្អិលអញ្ចឹងយើងអាចមានគ្រោះថ្នាក់ដូចជាល្អិលដួលល្អិលអីអញ្ចឹងទេប៉ុន្តែបើបងប្អូនធ្លាប់មានបទពិសោធន៍ហើយបងប្អូនប្រហែលជាខ្លះជាដឹងហើយថាឡើងភ្នំតកដើរកាត់តកហ្នឹងវាមិនអីមិនល្អិលមិនអីចឹងបងប្អូនប្រហែលជាអាចប្រុងប្រយ័ត្នខ្ពស់បន្តិចពេលខ្លះយើងចង់សុបាយប៉ុន្តែយើងកុំឲ្យមានបញ្ហាដល់គេហៅថាប៉ះពាល់ដល់រូបរាងកាយយើងអីចឹងវាធ្វើឲ្យយើងលែងសុបាយហើយនេះគឺជាទឹកធ្លាក់ដែលនៅលើភ្នំចឹងណាបងប្អូនគឺក្រោយខ្នងខ្ញុំគឺនៅភ្នំខ្ពស់ទៀតគេហៅថាភ្នំ Mount Rainier អញ្ចឹងយើងនៅគេហៅថាដូចនៅចកេះភ្នំណាយើងជិះឡានឡើងដល់ចុងឡើងដល់ពាក់កណ្ដាលដូចខ្នងផ្សារយើងអញ្ចឹងដល់ត្រូវឡើងមួយជាន់ទៀតបានមើលលើកំពូលភ្នំនឹងតែគេអត់ឲ្យឡើងទេដោយសារអីវាគ្រោះថ្នាក់ទី2ដល់តែយើងគេហៅថាមានinsurance ហើយក្នុងការវឹកហាត់ក្នុងការឡើងភ្នំសិនបានគេឲ្យឡើងគេមិនមែនយើងចេះឲ្យតែឡើងទេព្រោះគេមានកៅអៅការពារខ្សែរ៉តវិធីនិយាយវិធីសាស្ត្រក្នុងការឡើងយើងមិនចេះឡើងឆៅទេដល់អញ្ចឹងគេមានច្បាប់មានទម្លាប់ធំទៅមិនឲ្យតែយើងចង់ឡើងកើតទេព្រោះឲ្យវាគួរថ្នាក់ហើយនេះខ្ញុំថតពីចម្ងាយភ្នំហ្នឹងគឺធំខ្លាំងមែនទែនបងប្អូនហ្នឹងគឺមិនងាយបានថតទេអ្នកខ្លះឡើងមកប្រហែលដងហើយអត់បានថតច្បាស់អញ្ចឹងទេដោយសារអី
វាអាប់វាប្រធ្លាក់ហងអីហងចឹងវាអាប់ជួនកាលមានថ្ងៃតែវាអាប់បាំងភ្នំនឹងវាមើលអត់ឃើញដល់តែភាកច្រើនមកខែក្តៅมันអាចឃើញវាស្រឡះស្អាតហើយមានផ្កាមានអីចឹងបើសិនជាមានឱកាសលើកក្រោយខ្ញុំមកចំរដូវក្តៅខ្ញុំថតចែកជូនបងប្អូនឲ្យបានទស្សនាទៀតឡើងក្នុងតកត្រជាក់មិនក៏សុកចិត្តស្ពាយដែរដាខូលេស៊ីញ៉ាំហើយដើម្បីជួយរូបរាងយើងឲ្យមានភាពផ្សំឲ្យមានស្បែកសស្អាតសចេញពីខាងក្នុងអញ្ចឹងធ្វើឲ្យយើងនឹងគឺជឿជាក់ថាទៅណាទៅស្បែកយើងអត់អាប់អត់ខ្មៅទេទោះដើរក្រោមពន្លឺថ្ងៃក៏ដោយ